បាទជំរាបសួរបងប្អូនជនជាតិពេលនេះខាងយោធាសៀមបានធ្វើការទម្លាក់គ្រាប់នៅឯទីវឹកវើបាទបោះសាលាយុទ្ធភូមិភាគទី5បាទសាលាពលទាហានយុទ្ធភូមិភាគទី5ភ្នំតូចបងប្អូនបាទឥឡូវនេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្របាទភូមិសាស្ត្រទឹកដីស្រុកបាណន់ខេត្តបាត់ដំបងបាទនិងស្រុកបាទឃុំមួយចំនួនទៀតដែលនៅជាប់នឹងព្រំប្រទល់បាទស្ថិតក្នុងខេត្តបាត់ដំបងនេះគឺកំពុងតែភះខ្លួនរកទីមានសុវត្ថិភាពបាទយើងមើលឃើញថាអំពើឈ្លានពានបាទដល់ខុសខើយងក្នុងព្រៃផ្សៃរបស់យោធាសៀមនេះកាន់តែបាទរីករាលដាលមែនទែនហើយបាទគឺកំពុងតែទម្លាក់គ្រាប់បាទឈ្លានពានមកលើអធិបតេយ្យភាពទឹកដីយើងគ្រប់ទីកន្លែងនោះអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋបាទទាំងអស់ស្វែងរកនៅទីទួលមានសុវត្ថិភាពបាទដើម្បីរក្សានៅអាយុជីវិតបាទរបស់បងប្អូនបាទពុកម៉ែបងប្អូនទាំងបាទបាទខ្ញុំពិតជាឈឺចាប់ណាស់បងប្អូនបាទហើយខ្ញុំនឹងមិនអោបដៃឈុំមើលទេនៅការឈ្លានពាននេះហើយខ្ញុំហ៊ាននិយាយចំពោះមុខបងប្អូនថាបើសិនជាថៃនៅតែបន្តឈ្លានពាននៅរូបភាពបែបនេះទៀតខ្ញុំនឹងស្ម័គ្រចិត្តបាទចូលរួមបាទយកជីវិតនេះដើម្បីចូលរួមជួយការពារទឹកដីរបស់យើងតគ្នាបងប្អូនបាទបាទគឺវាទម្លាក់គ្រាប់នៅឯមន្ទីរយុទ្ធភូមិភាគទី5ទេបាទគឺសាលាវឹកវើបាទសាលាវឹកវើរបស់ពលទាហានភូមិភាគ5បាទទៅនេះគឺបងប្អូនប្រជាពលរដ្ឋយើងដែលក៏រាវរត់ភះបាទរត់គេចចេញពីតំបន់ដែលត្រូវពួកសៀមបានទម្លាក់គ្រាប់ហ្នឹងបាទ 4-5 គ្រាប់ហើយបងប្អូនបាទកាត់អីភ័យបាទបងប្អូននេះ